រឿងកំហឹងកូនប្រសាស្រីភាគទី2តពីភាគមុនមកតួស្រីរបស់យើងបាននិយាយទៅកាន់ម្ដាយក្មេកនាងថាសពរបស់ប្តីរបស់នាងត្រូវតែបូជាឲ្យបានឆាប់រហ័សពីព្រោះថាមិនអាចទុកយូរបាននោះទេប៉ុន្តែអ្វីដែលសំខាន់នោះប្តីរបស់នាងបានសុំថាបើសិនជាពេលគេស្លាប់ទៅគេចង់បរិច្ចាគសេរីរាង្គខ្លះដើម្បីទុកជាការធ្វើបុណ្យប៉ុន្តែត្រូវម្ដាយរបស់នាងបដិសេធឈួតឯងឈួតមែនតើហើយឯងចង់បរិច្ចាគសំបីតែសេរីរាង្គរបស់ប្តីឯងតើមែនទេពេលនោះតួស្រីរបស់យើងបាននិយាយថាខ្ញុំមិនបានឈួតនោះទេគ្រាន់តែប្តីរបស់ខ្ញុំគាត់មានបំណងប្រាថ្នាតាំងពីយូរយារណាស់មកហើយដូច្នេះខ្ញុំគ្រាន់តែបំពេញបំណងតែប៉ុណ្ណោះនៅពេលនោះម្ដាយក្មេករបស់នាងបានស្រែកថាមិនបានទេគាត់មិនព្រមនោះទេនាងឈួតមែនតើហើយកូនរបស់ខ្ញុំមិនទាន់ស្លាប់ទេនៅពេលនោះស្រីម្នាក់ទៀតនឹងក៏បាននិយាយថាបើអញ្ចឹងយើងមានតែបូជាសពចិនហាយឲ្យបានរហ័សបំផុតទៅនៅពេលនោះដែរម្ដាយក្មេករបស់តួស្រីយើងក៏ទាញអាកដាស់នឹងយកមកហែកចោលតែម្ដងដោយសារតែគាត់ភ័យខ្លាចគេយកកូនគាត់នឹងទៅធ្វើការបរិច្ចាគសេរីរាង្គគាត់បានខឹងហើយនិយាយថាគ្មានការបរិច្ចាគសេរីរាង្គអីទាំងអស់ហើយនៅពេលនោះតួស្រីរបស់យើងក៏និយាយបែបមុខស្មើថាទោះបីជាមិនព្រមក៏ត្រូវតែធ្វើដែរពីព្រោះកដាស់បានបញ្ជាក់ស្រេចហើយពេលនោះគេក៏បានបញ្ជាឲ្យពេទ្យនឹងយកសាកសពទៅពេលនោះម្ដាយរបស់ចិនហាវបានស្រែកថាអត់ទេអត់យកកូនខ្ញុំទៅណាទេមិនអាចទេខ្ញុំមិនឲ្យយកកូនខ្ញុំទៅណាជាដាច់ខាតពេលនោះតួស្រីបានទះកភ្លៀងម្ដាយក្មេកមួយដៃហើយបាននិយាយថាចិនហាវបានស្លាប់ហើយហេតុអីបាននៅឈួតទៀតសុំទោសផងម៉ាក់ក្មេកខ្ញុំគ្មានចេតនាវាយម៉ាក់ក្មេកទេប៉ុន្តែម៉ាក់ក្មេកត្រូវតែភ្ញាក់ខ្លួនឡើងមែនទេមិត្តសម្លាញ់ពេលនោះម្ដាយក្មេករបស់គេក៏បានស្រែកថាឯងគឺជាស្រីបិសាចឯងគឺជាស្រីបិសាចឯងចង់សម្លាប់កូនខ្ញុំឯងចង់សម្លាប់កូនខ្ញុំត្រូវតែសម្លាប់ឯងខ្ញុំត្រូវតែធ្វើបាបឯងខ្ញុំមិនឲ្យឯងប៉ះពាល់កូនរបស់ខ្ញុំនោះទេបើឯងហ៊ានតែប៉ះពាល់តែមួយដុំក៏ខ្ញុំមិនព្រមដែរពេលនោះតួស្រីរបស់យើងក៏បានទាញយកបញ្ជុលនឹងមកនិយាយថាអ្នកម៉ាក់ត្រូវតែរងាប់អារម្មណ៍វាអាចឈឺបន្តិចប៉ុន្តែវាក៏អាចនឹងរងាប់អារម្មណ៍បន្តិចដែរពេលនោះគេក៏បានយកបញ្ជុលនឹងមកចាក់ម្ដាយរបស់គេតែម្ដងនៅពេលដែលចាក់ចូលហើយណាត្រូវម្ដាយរបស់គេនឹងកន្ត្រងបានយ៉ាងខ្លាំងនៅពេលនោះគេបាននិយាយថាខ្ញុំមិនទុកឯងទេពេលនោះគេទាញបានអាកបិតនៅចិត្តនឹងហើយក៏លើកដៃយាទៅណាក៏ត្រូវតួប្រុសម្នាក់នឹងមកចាប់ដៃជាប់តែម្ដងតួស្រីរបស់យើងខំបិទភ្នែកទៅហើយដោយសារតែកម្លាំងកាត់ត្រូវមួយបញ្ជុលផងហើយតួស្រីរបស់យើងបានបិទភ្នែកផងពេលនោះគេបើកភ្នែកមកវិញក៏ស្រាប់តែឃើញបុរសសង្ហាម្នាក់ពាក់វ៉ាន់តានោះគឺជាលោកគ្រូពេទ្យកែវភ្នែករបស់តួស្រីយើងមើលទៅហាក់ដូចជាស្គាល់បុរសម្នាក់នឹងអញ្ចឹងវាជាការពិតតាមពិតគ្រូពេទ្យម្នាក់នេះគឺជាសង្សារចាស់របស់តួស្រីយើងគ្រាន់តែឃើញគេក៏បានស្គាល់គ្នាផ្លេតតែម្ដងនៅពេលនោះម្ដាយក្មេករបស់តួស្រីប្រុងជំទាវទៀតហើយក៏ប៉ុន្តែត្រូវគ្រូពេទ្យនឹងបានប្រាប់ថាបើសិនជាលោកស្រីហ៊ានស្រែកទៀតខ្ញុំនឹងហៅសន្តិសុខឲ្យចាប់ចេញជាមិនខានមើលទៅសភាពការមិនស្រួលពេលនោះស្រីម្នាក់ទៀតក៏បាននិយាយថាយើងគួរចេញទៅកៅសិនទៅដើម្បីពិភាក្សាគ្នារឿងសាកសពរបស់ចិនហាយមើលកសែតភ្នែកគេក៏ព្រមចេញទៅក្រៅហើយនៅពេលនោះតួស្រីរបស់យើងក៏ត្រូវគ្រូពេទ្យនឹងយកមកអង្គុយពេលដែលអង្គុយជាបារបួសនោះតួស្រីរបស់យើងបាននិយាយទៅកាន់ប្រុសម្នាក់នឹងថាឲ្យខ្ញុំសុំទោសផងរឿងកាលពីមុនខ្ញុំពិតជាល្ងងខ្លាំងណាស់ដែលជ្រើសរើសយកចិនហាយហើយគ្រូពេទ្យបានប្រាប់ថាមិនបាននិយាយរឿងអ្វីទៀតទេនោះគឺជារឿងកាលពីមុនបន្ទាប់មកគ្រូពេទ្យក៏ក្រោកដើរចាញ់ប៉ុន្តែតួស្រីរបស់យើងបាននិយាយថាអាហ្វូគ្រាន់តែថាប៉ុណ្ណឹងតួស្រីរបស់យើងក៏បានស្លាប់ហើយចំណែកគ្រូពេទ្យក៏បានមកតកង3ទៀតហើយថានាងមិនអីទេឬពេលនោះតួស្រីបាននិយាយថាខ្ញុំមិនអីនោះទេគ្រាន់តែយកមិញខ្ញុំអត់ងុយបន្តិចតែប៉ុណ្ណោះហើយគ្រូពេទ្យបានណែនាំថានាងត្រូវថែរក្សាសុខភាពខ្លួនឯងផងនិយាយនោះហើយតួស្រីរបស់យើងក៏លេចមើលសាកសពប្តីរបស់នាងនៅពេលនោះនាងក៏បែរត្រឡប់ទៅវិញហើយក៏បាននិយាយថាអាហ្វូឈប់សិនគេបានទាញអាហ្វូហ្នឹងមកអោបចំណែកគ្រូពេទ្យក៏បានអោបវិញដែរដោយសារតែការស្រឡាញ់មិនដែលប្រែប្រួលឡើយគ្រូពេទ្យបាននិយាយលួងលោមថាប្តីរបស់នាងបានស្លាប់ហើយនាងកាត់ចិត្តទៅនៅពេលនោះតួស្រីរបស់យើងកាន់តែអោបកាន់តែខ្លាំងដើម្បីយកភាពកក់ក្ដៅហើយចំណែកប្តីរបស់នាងវិញក៏មានការឈឺចាប់យ៉ាងខ្លាំងដោយសារតែគេមិនទាន់បានស្លាប់ផងប្រពន្ធរបស់គេធ្វើទៅធ្វើបែបនេះដាក់ខ្លួនតាមពិតតួស្រីរបស់យើងបានដឹងថាប្តីរបស់នាងមិនទាន់ស្លាប់នោះទេគេធ្វើដើម្បីបញ្ឈឺ